មិញនេះគឺខ្ញុំបានចេញនៅវីដេអូមួយនេះខ្ញុំក៏បានរៀបរាប់ជាក់លាក់អំពីការអាប់ដេតថ្មីដែរនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីការអាប់ដេត skin ថ្មីនិង event ថ្មីអញ្ចឹងណាអ្នកនរគ្នា event ទី1គឺជា event skin KOF សម្រាប់ skin KOF នេះគឺធ្វើការចេញនៅថ្ងៃស្អែកតែម្ដងគឺនៅថ្ងៃទី30 2026ហើយ skin មួយនេះគឺមុនតនគឺបានតម្លាក់មកទាំង6 skin តែម្ដងសម្រាប់ event មួយនេះគេអាចធ្វើការ switch បានអញ្ចឹងណាអ្នកនរគ្នាមុនតនគេតម្លាក់មកគឺលុយមែនតើហើយសម្រាប់ធ្វើការ free ticket លើកទី1គឺថ្ងៃទី6ដល់ថ្ងៃទី10ខែ2នៅលើកទី2គឺថ្ងៃទី13ដល់ថ្ងៃទី17ខែ2ហើយការ free ticket នឹងក្នុងមួយលើកគឺអ្នកនរទទួលបាន15 ticket ឥឡូវហ្នឹងគឺ skin ដែលអ្នកទទួលនឹងចាំគឺ skin ចូលឆ្នាំចិនអញ្ចឹងណាមុននឹងចូលដល់ event បន្តសូមអ្នកកុំភ្លេចចុច like subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអញ្ចឹងណាសូមអ្នកមានតម្រូវការចង់ដាក់ពេជ្រអ្នកកុំភ្លេចដាក់តាមសាក់ top up គឺគាត់មានសេវាកម្មល្អមែនតើដាក់ពេជ្រតាមសាក់ top up ទៅគឺគាត់មានតម្លៃធូរថ្លៃមែនតើហើយគាត់ធានា 100% ឥឡូវខ្ញុំចូលវីដេអូយើងវិញសម្រាប់ skin ចូលឆ្នាំចិនហ្នឹងគឺគេបានចេញនៅថ្ងៃទី4ខែ2អញ្ចឹង skin ដូចនៅខាងលើអញ្ចឹងឯងគឺចេញទាំងអស់ហ្នឹងសម្រាប់ការចេញហ្នឹងគឺគេដាក់លក់តែម្ដងអ្នកនរគ្នាចុងក្រោយគឺ skin របស់ Nana Epic អញ្ចឹងណាសម្រាប់ skin មួយនេះគឺខ្ញុំអត់ទាន់ដឹងទេថាមិនទាន់ត្រៀមចេញឬក៏អត់បើសិនជា skin Epic របស់ Nana មួយហ្នឹងចេញមែន player Nana ត្រៀមមកហើយទៅឥឡូវហ្នឹងវីដេអូរបស់ខ្ញុំក៏ចប់តែប៉ុណ្្នឹងឯងអ្នកនរគ្នាកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយមកដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងអរគុណពីបាទខ្ញុំ Pro V Gaming សូមអរគុណសូមជម្រាបលា